បាទអរុនសួស្តីបងប្អូនបាទតាស់បងប្អូនទៅបំពេញកាតព្វកិច្ចរបស់យើងប្រចាំថ្ងៃបងប្អូនបាទមុននឹងចេញដំណើរហ្នឹងគឺថាមិនភ្លេចទេគឺជាភ្ជាប់ជាមួយនឹងរុក្ខជាតិដែលខំដាំខំថែបាទស្មើនឹងកូនបងប្អូនហើយដាក់ជីឲ្យទឹកជាភ្ជាប់ណាស់បាទឆ្លៀត1ម៉ោង2ម៉ោងសេសសល់ពីការនេះគឺថាមកចែមកជើងមកមើលមកថែហើយខ្យងអីណាមកចែជើងក៏កំចាត់ចោលដែរអត់ទេបងប្អូនអត់ទុកទេបាបតែមកបំផ្លាញរបស់ទៅខ្ញុំស្រឡាញ់ហើយខំថែណាបងប្អូនបាទស្រោចទឹកដាក់ជីពូនដីដកស្មៅបាទថាมันបានទុកចោលទេបាទបើសិនជាទុកចោលมันស្រស់បំប្រងអញ្ចឹងទេណាបងប្អូននេះហើយគឺក្តីស្រឡាញ់តាមក្តីស្រឡាញ់ហើយក៏ចាប់ដើមមកបាទរៀបចំយានជំនិះបាទជីសេះបាទទៅធ្វើការបងប្អូនបាទនេះគឺជាទស្សនវិជ្ជាទុំម៉ោង7ជាង7កន្លះបាទធ្វើដំណើរទៅកន្លែងធ្វើការហើយនេះគឺជាស្ថានភាពនៅតំបន់ជុំវិញផ្ទះរបស់ខ្ញុំបាទចេញមកដល់ច្រកធំហើយបាទច្រកធំហើយយើងក៏ធ្វើដំណើរបន្តទៅកន្លែងមករយៈចុងក្រោយធំនេះគឺកាត់ដំណំខេត្តបានរៀបចំខេត្តស្អាតគឺអត់សម្រាប់ទេបងប្អូនស្អាតពោធិ៍សាត់បាទឆ្លៀតក្នុងឱកាសនេះក៏មិនភ្លេចដែរបងប្អូនបាទដែលកំពុងតែស្វែងរកនៅក្របពូជល្អផ្លែឆ្ងាញ់បាទកុំភ្លេចតតមកខាងខ្ញុំឬក៏បងប្អូនអាចឆាចូលទៅក្នុងเพจក៏បានដែរเพจសួនកសិកម្មម៉ូលីបាទមានពូជដំណាំល្អមានបន្លែមានផ្លែឈើហើយមួយទៀតមានប្រឹក្សាយោបល់តតងជាមួយនឹងបច្ចេកទេសដាំដុះថែទាំ free ទៀតអញ្ចឹងបងប្អូនដូចជានេះហ្នឹងពូជអាឡឹកលឿងអានេះពូជរបស់តៃវ៉ាន់ណាបងប្អូនបាទហើយផ្លែវាឆ្ងាញ់ណាបងប្អូនអើយផ្អែមឡងដិតបាទហើយស្រួលថែទាំទៀតហើយបងប្អូនមកកញ្ចប់ហ្នឹងដាំបានដល់តោណាបងប្អូនជឿហ៎ហើយផ្លែវាចន្លោះពី3គីឡូទៅ5គីឡូបើនិយាយពីសាច់វាលឿងរបៀបដូចផ្កាណូអញ្ចឹងហើយផ្អែមដិតឆ្ងាញ់ហើយសាច់ស្រួយទេបងប្អូនបាទប្រហែលសាកសម័យមើលគាត់តែយើងដាក់កបិតទៅច្រោកហើយយើងខ្លះសេក្នុងទូទឹកកកជាក់មួយថ្ងៃឆ្ងាញ់បង